នៅក្បែរគ្នាក្នុងរឿងមកនេះនៅរឿងđá mà bay tua ông đi nhận nông nóng đấy xong sùng đốm đang thiên không មានអារម្មណ៍ថាសប្បាយជប់ឌីនគឺមានអូតូ ឥឡូវបងសុំសភាវិញអូនយល់អត្ថន័យខ្លឹមសារពិតប្រាកដរបស់រឿងដែលចង់ឲ្យទៅអ្នកទស្សនាអត់ តើមានរឿងខ្មែរអ្វីដែលធ្វើយើងមើលហើយចងចាំក្នុងចិត្តខ្ញុំឆ្លើយស្ទើរទៅខាងណាកន្លះលើតែក៏សួរថាអ្នកខោអីព្រោះទៅពេលដែលខ្ញុំបានមើលរឿងនេះហើយ ពេលសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺរំភើបមែនតើបានបញ្ចូលរួមកម្មវិធីសម្ពោធរឿងបាទម៉ែករាបលើងវគ្គ2អ្វីដែលកាន់តែរំភើបទៀតគឺមកជួបសិតតែបងប្អូនដែលស្គាល់គ្នាធ្លាប់សម្ដែងរឿងមួយគ្នាជំនាន់មុនអីចឹងណាអូជំនាន់មុនច្រើនឆ្នាំចឹងចន្លោះពី1ឆ្នាំ2ឆ្នាំអីទេអញ្ចឹងថ្ងៃនេះគឺបានមកជួបពួកគាត់ហើយអ្វីដែលសំខាន់កាន់តែរំភើបនោះគឺដឹងថាពួកគាត់បានចូលរួមក្នុងការសម្ដែងក្នុងសាច់រឿងនេះផងដែរចង់ទៅចូលរួមហើយចង់ដឹងថាមានតួអ្នកណាខ្លះនៅក្នុងការសម្ដែងក្នុងរឿងហ្នឹងតោះទៅចូលរួមទាំងអស់គ្នា Let's go có gió sầm áo mòn anh lời sông lăng nhớ mà nó mòn lại có thể là các con họ cái thay cho mỗi mình phải đánh vô mà điểm mẹ đó ta trong thay các con họ cái chờ nữa chung luôn thằng chung tôi lạc bởi vì bông tranh khoa trâu lăng lơ các bạn ta khổ mấy nhưng mà sao mà con mồ nó cày cái tan tranh ấy chung có gió sung áo lần មានអារម្មណ៍ថាសប្បាយជប់ឌីនគឺមានអូតូ My brother ស្គាល់គ្នាចិត្តមកទស្សវត្សហើយតែសំខាន់គេនៅតែសង្ហាខ្ញុំចាស់ទៅណាទេក្មេងដល់ហ្នឹង អូក្មេងទៅឲ្យចាស់ទៅឲ្យនៅក្មេងចាស់ទៅរួមស្គាល់គ្នាតាំងពីជំនាន់រឿងទីជាតិបាបតួឯងរឿងទីជាតិបាបតួវាយខ្ញុំរឿងទីជាតិបាប ទូមលប់ទេ យ៉ាពេលនោះលើចាំខ្ញុំអត់ទេ មកចូលរួមកម្មវិធីថ្ងៃហ្នឹងមានអារម្មណ៍យ៉ាងដែរ មានអារម្មណ៍ថាសប្បាយរំភើបដោយសារបានទេសនាខ្សែភាពយន្តម៉ែកលាភ្លើងភាគ2ហើយក៏មានការចូលរួមសម្ដែងពីខ្លួនឯងដូចគ្នាដែរ អាយអត់ដឹងនេះអញ្ចឹងមានថាខ្ញុំអ្នក surprise វិញដោយសារអីអត់ដឹងថាអូនស្គាល់គ្នាបន្តិចឆ្នាំដែរហើយមានឈុតសម្ដែងក្នុងដែរ មានព្រោះនៅក្នុងប្លង់ trailer ហ្នឹងគេលាក់ប្លង់ហើយចូលទៅមើលផ្ទាល់ប្រហែលជួបខ្ញុំ ឥឡូវជួបនៅក្រៅសិនហើយជួបនៅក្នុងរឿងឥឡូវអញ្ចឹងចង់ទៅជួបនៅរឿងគាត់យើងទៅទាំងអស់គ្នាអូខេ let's go រឿងរីករាយរបស់យើងការពីមកប្លង់ទៅប្លង់ទុកអត់ចង់យំជាយំថាជាយំទុកមកយំនៅតែយំ អញ្ចឹង បាទខ្លាំងហ៎បង ឥឡូវទៅសារសិនណា សារខ្លាំងហ្មង បងចង់និយាយពីអារម្មណ៍ បាទ អារម្មណ៍លើកទី1មុនពេលរឿងចាក់បងភ័យពីព្រោះអីរាល់ពេលដែលរឿងសម្ពោធឬក៏រឿងចាក់តំបងនៅក្រុមការងារភ័យរហូតមិនដឹងថាត្រូវចិត្តទស្សនិកជនអត់មិនដឹងថាទស្សនិកជនគាត់ពេញចិត្តរសជាតិនឹងអត់ភ័យរហូតហ្មងណាហ្នឹងហើយតែក្រោយពីថ្ងៃចាក់អញ្ចឹងថ្ងៃនេះយើងរំភើបបានន័យថាការប្រឹងប្រែងទាំងភាពភ័យខ្លាចផងយើងហ្នឹងពួកគាត់ទទួលយកបានព្រោះរឿងនេះបងគិតថាអូនបានមើលហើយពេលអូនមុនមកមើលអូនរំពឹងសាច់រឿងផ្សេងត្រូវទេរំពឹងសាច់រឿងផ្សេងអញ្ចឹងទៅយើងព្យាយាមបង្កើតអ្វីដែលអ្នកមើលគាត់នឹកស្មានអត់ដល់ ចំណុចនោះគឺជោគជ័យហ្មងបងវិស័យដល់ថាពួកខ្ញុំនេះនិយមទប់ចាប់ណែពីមួយប្លង់ទៅមួយប្លង់រួមបាត់បែនពួកយើងមិនអាចទប់បានពីប្លង់ចុងក្រោយនោះមកគឺមានថាទប់លែងចូល ឥឡូវបងសុំសភាវិញអូនយល់អត្ថន័យខ្លឹមសារពិតប្រាកដរបស់រឿងដែលចង់ឲ្យទៅអ្នកទស្សនាអត់ នឹងការយល់ផងខ្ញុំណាបង ចា គឺផ្ដោតទៅលើជីវិតគ្រួសារចឹងមានថាគឺផ្ដោតលើការស្រឡាញ់ ចា មានថាការស្រឡាញ់របស់ពួកគាត់គឺធំធេងមែនទែនគឺមានផ្ដល់ឲ្យវិញទៅមក ចា ជីវិតក្នុងគ្រួសារមិនអាចបាត់បង់អ្នកណាម្នាក់បានទេ ចា រងការបាត់បង់គឺតែងតែមានការសោកស្ដាយខ្លាំងបងសាច់រឿងនោះខ្លាំងមែនទែនអញ្ចឹងសាច់រឿងនោះនិយាយពីឆ្អឹងហ្មងគឺចង់ឲ្យអ្នកដែលគាត់នៅរស់នៅក្នុងសង្គមមួយថ្ងៃដែលមានគ្រួសារហ្នឹងត្រូវឲ្យតម្លៃសម្រាប់គ្រួសារគាត់ព្រោះសារមិនអាចខ្វះអ្នកណាបានទេគាត់បង គុណច្រើនបងនៅក្បែរគ្នាក្នុងរឿងមកនេះនៅក្រៅរឿងវគ្គ3នេះខ្ញុំសុំនៅចន្លោះកណ្ដាលហ្មងបែកតួអង្គពីរនាក់ហ្នឹងហ្មងណា ខ្ញុំសូមតែខ្ញុំតួសម្ដែងផ្ទាល់ក៏ខ្ញុំចង់ហៅដល់ផ្នែកយល់មិនចង់ហៅខ្ញុំហៅហ្មងតាមសាច់រឿងដែលខ្ញុំបានលេងហ្មងបាទ ពួកស្រីវិញមិនដែរនៅឲ្យអ្នកមើលទាំងអស់គ្នាទឹកភ្នែកគ្រប់ខ្លាំងគ្រប់វគ្គគឺទប់ទឹកភ្នែកបានហ្មង
សុំសម្រួលម្ដងទៀតខ្ញុំ មិនក៏គ្រប់ខ្លាំងធ្វើអ្នកមើលស្រណក់ទឹកភ្នែករហូតចឹង រឿងម៉ែកន្លាភ្លើងក៏តែមើលឲ្យដោតគ្រប់ប្លង់គឺយើងតែងតែមានចំណុចសំខាន់របស់យើងមួយគ្រប់ប្លង់ទាំងអស់អញ្ចឹងអ្នកដែលមើលឲ្យក៏ប្រកែបដោតអារម្មណ៍ចូលទៅក្នុងសាច់រឿងណាមើលឲ្យគឺហូរទឹកភ្នែកហ្មងការវិវត្តមួយយើងនិយាយថាពេលដែលមកកុំភ្លេចនាំម៉ាក់មកមើលផងហ្នឹងហើយប៉ុន្តែវគ្គ2នេះពេលដែលមកកុំភ្លេចយកกระดาษជូតមាត់ហើយនឹងបងប្អូនពូមីងមកគ្រួសារមកមើលជុំគ្នាផង ពេលដែលបងប្អូនបានមកទស្សនាផ្ទាល់គឺអត់មានអីខុសពីអីទេយកពុកម៉ែបងប្អូនដើម្បីមកមើលដើម្បីបញ្ជាក់ថាពេលមើលនឹងហើយទទួលបានសេចក្តីស្រឡាញ់មួយដែលចេញពីចិត្តទោះជាមិនមែនសាច់ឈាមឬមួយក៏អីក៏យើងមានសេចក្តីស្រឡាញ់សម្រាប់ទៅគ្នាទៅវិញទៅមក អូយខ្លឹមសារទាំងតួប្រុសទាំងលោកស្រីអស់ចាយមែនទែនសូមតែសារតែចិត្តស្មោះណាអរគុណច្រើនបងប្អូន បងប្អូនមកមើលគឺអត់ខកបំណងហ្មងព្រោះទាំងសបាយទាំងកំសត់ទាំងមនោសញ្ចេតនាអមើលប្លែកហ្មងនិយាយទៅបងប្អូនមកមើលដឹងតែហូរហ្មងហើយកុំភ្លេចតាមដានទាំងអស់គ្នាការចាក់បញ្ចាំងផ្លូវការនៅថ្ងៃទី27ខែហ្នឹងហើយនៅសល់តែប្រហែលថ្ងៃទៀតឯងកុំភ្លេចកក់សបុតទាំងអស់គ្នា អូចឹងរស់រាល់ឡើងអស់សបត់អត់ដឹងទេណាទូខុសត្រូវអីទេ